รามันบេសកជនពិសេសម៉ាឡេស៊ីប្រចាំកម្ពុជាអាដាមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាសមាជិករាជរដ្ឋាភិបាលឯកអគ្គរដ្ឋទូតឯកអង្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំកម្ពុជាគណៈអធិបតីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិអង្គពិធីទាំងមូលនិងបងប្អូនខ្មែរឥស្លាមទាំងអស់នៅទូទាំងប្រទេសជាទីមេត្រីថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយដែលបានមកចូលរួមនិងជួបបងប្អូនសាសនិកឥស្លាមសាជាថ្មីនៅក្នុងឱកាសពិសាអាហារស្រែកបួសខែរ៉ាម៉ាដនឆ្នាំ2025ដែលរៀបចំដោយរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលពិធីនេះគឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានរដ្ឋសភានៃប្រជាណាចក្រកម្ពុជាដែលបានរៀបចំតាំងពីឆ្នាំ2014មកម្ល៉េះតែត្រូវបានខកខាន3ឆ្នាំដោយសារវិបត្តិជំងឺ COVID-19 ចន្លោះពីឆ្នាំ2020និង2022ខ្ញុំសូមកោតសរសើរចំពោះគណៈកម្មការរៀបចំពិធីអាហារស្រែកបួសដែលមានអាយដាមអ៊ូស្មានហាសាន់ទេសរដ្ឋមន្ត្រីជាប្រធានដែលបានសហការរៀបចំពិធីនេះឡើងដើម្បីបង្ហាញឲ្យឃើញនូវសាមគ្គីភាពការយោគយល់គ្នានិងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តាករុណារវាងសហគមន៍ឥស្លាមនៅកម្ពុជាក្រោមម្លប់សុខសន្តិភាពហើយក៏ជាការផ្ដល់ឱកាសសម្រាប់ឲ្យអ្នកចូលរួមពិធីបានជួបប្រស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធផ្លាស់ប្ដូរគំនិតយោបល់ចែករំលែកបទពិសោធន៍ល្អៗនិងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសនាជាតិសាសន៍និងសាសនានៅកម្ពុជាសម្ដៅរក្សាបាននូវសុខសន្តិភាពស្ថិរភាពនិងសុវត្ថិភាពទាំងផ្លូវកាយផ្លូវចិត្តនិងស្មារតីនៅក្នុងការវិវត្តសង្គមសេដ្ឋកិច្ចជាតិជាការពិតការស្រែកបួសជាក្រិតក្រមច្បាប់សាសនាឥស្លាមដែលបងប្អូនសាសនិកខ្មែរឥស្លាមទាំងនៅកម្ពុជានិងនៅទូទាំងសកលលោកសុទ្ធតែធ្វើការប្រតិបត្តិដូចគ្នាហើយនៅពេលផ្ដើមចូលខែរ៉ាម៉ាដនខ្ញុំបានផ្ញើសារជូនពរបងប្អូនសាសនិកឥស្លាមកម្ពុជានិងសាសនិកឥស្លាមនៅទូទាំងពិភពលោកនិងជូនពរពេលបញ្ចប់ខែរ៉ាម៉ាដនដ៏ជោគជ័យដែលអនុវត្តតាមគន្លងដ៏ប្រពៃកន្លងទៅដែលបានអនុវត្តដោយសម្ដេចតេជោអង្គពិធីជាទីមេត្រីរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់និងផ្ដល់សេរីភាពជឿជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដែលចូលលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់និកាយសាសនាប្រឆាំងនៅរាល់ទង្វើរើសអើងសម្ដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលគោរពកាន់សាសនាផ្សេងគ្នាប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជានោះទេប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់និងពិភពលោកផងដែរដែលប្រទេសយើងជាច្រើនបានកើតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជាតាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានកិច្ចសហប្រតិបត្តិការសហការគ្នាល្អជាមួយគ្រប់ស្ថាប័នអង្គភាពក៏ដូចជាដៃគូពាក់ព័ន្ធដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារនិងបង្កភាពងាយស្រួលដល់ជូនប្រជាពលរដ្ឋគ្រប់សាសនិកនៅប្រជាណាចក្រកម្ពុជាទាំងបច្ចុប្បន្ននិងទៅអនាគតអង្គពិធីជាទីមេត្រីខ្ញុំមានមោទនភាពដែលកន្លងទៅអាយដាមអ៊ូស្មានហាសាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានចូលរួមនៅក្នុងសន្និសីទអន្តរជាតិឥស្លាមនៅតំបន់ជាច្រើនដើម្បីផ្សព្វផ្សាយអំពីភាពសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅកម្ពុជាជាក់ស្ដែងការពិភាក្សាថ្មីនេះនៅរាជធានីភ្នំពេញខ្ញុំបានចូលរួមពិធីអន្តរជាតិធំចំនួន2ទី1គឺកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទឥស្លាមនិងពុទ្ធសាសនាដែលរៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាមរ៉ាប៊ីតាដែលជាលើកទី1នៅលើទឹកដីកម្ពុជាហើយក៏ជាលើកទី1នៅលើសកលលោកការនេះគឺជាមោទនៈរបស់កម្ពុជាដែលមានឋានៈដឹកនាំសាសនាឥស្លាមនិងព្រះពុទ្ធមកពីបណ្ដាប្រទេសចំនួន36មានអ្នកចូលរួមជាង 1,100 អង្គអ្នកបានផ្ដល់ជូនគ្នាទៅវិញទៅមកនៅបទពិសោធន៍នៃបណ្ដាប្រទេសផ្សេងនិងគន្លងដ៏ល្អប្រពៃនៃការកាន់សាសនា
ដែលបានពីភាពសាមគ្គីរាក់ទាក់នឹងគ្នាដោយគ្មានការបៀតបៀនពីគ្នាឬចំនួនឬភាពមិនប្រក្រតីណាមួយឡើយទី2ការរៀបចំសន្និបាតលើកទី20របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ីស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក RICEP ដែលមានតំណាងមកពីបណ្ដាប្រទេសចំនួន25បានបង្ហាញពីសាមគ្គីភាពនិងសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅប្រជាណាចក្រកម្ពុជាដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានខិតខំកសាងនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ទីបំផុតដោយហេតុថាកត្តាទាំងនេះគឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាពនិងស្ថិរភាពយូរអង្វែងរបស់កម្ពុជាប្រទេសដែលបានចូលរួមបានស្វែងយល់ពីបទពិសោធន៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំមកនូវសុខដុមនីយកម្មជាតិសាសន៍និងសាសនាប្រកបដោយជោគជ័យដល់គ្រប់សាសនិកនៅកម្ពុជាដោយគ្មានការរើសអើងខ្ញុំសូមគូសបញ្ជាក់ថាការប្រេះស្រាំរើសអើងជាតិសាសន៍នឹងអាចបង្កើតនៅចំនួនជាតិសាសន៍ហើយអាចបាត់បង់នៅមួយផ្នែកនៃសុខសន្តិភាពនិងស្ថិរភាពសង្គមដូច្នេះកម្ពុជាដែលទទួលបាននូវសុខដុមនីយកម្មជាតិសាសន៍និងសាសនាគឺជាសម្បត្តិដែលត្រូវថែទាំឲ្យបានគង់វង្សនៅក្នុងស្មារតីនេះនឹងជំហរទទួលខុសត្រូវខ្ពស់បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបាននឹងកំពុងបំពេញបេសកកម្មដ៏ឧត្តមឧត្តមរបស់ខ្លួនប្រកបដោយការបដិញ្ញាចិត្តយ៉ាងមុតមាំដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងបន្តជំរុញការអនុវត្តការកែតម្រង់ឲ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី19ខែធ្នូឆ្នាំ2024ប្រជាណាចក្រកម្ពុជាបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិ2024-2025 នឹងបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការនៅថ្ងៃទី19ខែធ្នូឆ្នាំ2029ខាងមុខនេះអង្គពិធីជាទីមេត្រីខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួនដើម្បីឲ្យសហគមន៍បងប្អូនខ្មែរឥស្លាមទទួលបាននូវការរីកចម្រើនបន្ថែមទៀតទី1ឋានៈដឹកនាំខ្មែរឥស្លាមនិងសាសនិកឥស្លាមទាំងអស់ត្រូវបន្តសហការប្រកបដោយសាមគ្គីនិងមិត្តភាពព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀតទាំងក្នុងថ្នាក់ជាតិអន្តរជាតិដោយចូលលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍និងសាសនាទី2សូមបន្តរៀបចំដឹកនាំកិច្ចការសាសនាក្នុងសហគមន៍ខ្មែរឥស្លាមតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការនិងសាសនានិងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ទី3អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការកសាងសាលារៀនវិហារឥស្លាម Masjid Surau ជូនបងប្អូនខ្មែរឥស្លាមដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅសេចក្តីជូនដំណឹងសេចក្តីអំពីការកំណត់និងការកសាងទីកន្លែងប្រតិបត្តិសាសនាទៅតាមបណ្ដាភូមិនិងមានសាសនិកឥស្លាមរស់នៅឲ្យស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាមដែលបានកំណត់និងអនុវត្តតាមបច្ចេកទេសទៅតាមស្ថាប័នមានសមត្ថកិច្ចទី4សូមបង្កើនសកម្មភាពសង្គមតាមរយៈកិច្ចការមនុស្សធម៌សុខុមាលភាពការអប់រំការអភិវឌ្ឍនិងសកម្មភាពសាសនាដោយចូលលើគោលការណ៍នៃជំនឿឥស្លាមនិងគោរពតាមរដ្ឋធម្មនុញ្ញទី5សូមបន្តជឿជាក់និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានធានាយ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជាតាមរយៈសាមគ្គីភាពជាមួយសាសនិកដទៃទៀតដើម្បីភាពសុខដុមនីយកម្មជាតិនិងសាសនាទី6សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិអន្តរជាតិដើម្បីគៀកគោថវិកានិងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាមដើម្បីជៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្មបង្កើតបញ្ហាមិនល្អបែកបាក់សាមគ្គីនិងភាពជ្រុលនិយមក្នុងសហគមន៍នៅទីបញ្ចប់ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមនៅទូទាំងប្រជាណាចក្រកម្ពុជាដែលតែងតែជឿជាក់និងគាំទ្រលើការដឹកនាំរបស់គណៈបព្វជិជនកម្ពុជា
និងរាជរដ្ឋាភិបាលជាពិសេសនៅតាមតំបន់សហគមន៍ដែលមានបងប្អូនសាសនិកខ្មែរឥស្លាមរស់នៅអត្រាភាគរយនៃការបោះឆ្នោតជូនគណៈបព្វជិជនកម្ពុជាគឺមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ខ្ញុំក៏សូមអរគុណដល់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាពិសេសសូមអរគុណអាយដាមតាន់ស្រីដាតុជូហារីប៊ិនអាប់ឌុលប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ីនិងអាយដាមដាតុអាម៉ាតអាហ្សាមអាប់ឌុលរ៉ាម៉ាន់បេក្ខជនពិសេសរបស់ប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជាដែលបានចំណាយពេលមកចូលរួមនៅក្នុងពិធីនេះថ្ងៃនេះខ្ញុំសូមព្រះអល់ឡោះប្រទាននៅព្រះពរជ័យសិរីសួស្តីជូនអ្នកទាំងអស់គ្នាដែលបានចូលរួមនៅទីនេះព្រះអល់ឡោះនឹងផ្ដល់នូវការរីកចម្រើនរុងរឿងសុភមង្គលនិងសេចក្តីសុខសប្បាយសម្រាប់គ្រប់គ្នាតរៀងទៅសូមអរគុណ